ជាដំបូងនេះខ្ញុំសូមធ្វើការគោរពនិងជម្រាបសួរទៅកាន់អ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះឡានីតាថ្ងៃនេះផងដែរនាងខ្ញុំពិតជាមានសេចក្តីរីករាយសំណើយ៉ាងក្រៃលែងដែលបានចូលរួមប្រកួតប្រជែងការដោះស្រាយលំហាត់គណិតវិទ្យារបស់ Page Easy Math Cambodia អញ្ចឹងលំហាត់នេះផងដែរគឺជាលំហាត់នៅក្នុងខែកញ្ញាដែលប្រធានបទលំហាត់នៅក្នុងថ្ងៃនេះគេនិយាយថានៅក្នុងថង់នីមួយៗនឹងមាន4នំស្មើគ្នាហើយបើសិនបើគេរំលែកនំទាំងអស់នោះដាក់មួយថង់នីមួយៗមាន3នំវិញគេឃើញលើ5ថង់អញ្ចឹងសំណួរសួរថាតើនំទាំងអស់នោះមានចំនួនប៉ុន្មានហើយខាងក្រោមនេះគឺគ្រាន់តែជាការរៀបរាប់និងដោះស្រាយត្រួសអំពីប្រធានបទខាងលើដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់ហើយចំណុចបន្ទាប់អ្នកខ្ញុំនឹងធ្វើការដោះស្រាយលំហាត់នេះឲ្យបានកាន់តែលម្អិតអញ្ចឹងរូបភាពនេះចង់និយាយថាថង់នីមួយៗហ្នឹងមាននំចំនួន4ប៉ុន្តែអត់ដឹងថាថង់ទាំងអស់ហ្នឹងមានចំនួនប៉ុន្មានទេប៉ុន្តែគេនិយាយថាបើសិនគេរំលែកអាថង់នោះដាក់នំចំនួន3វិញគេឃើញថាវាលើសចំនួន5ថង់អញ្ចឹងចំណុចបន្ទាប់ហ្នឹងគឺយើងធ្វើការវាចាដើម្បីរកចំនួននំអញ្ចឹងថង់1មាន3នំចុះបើថង់5មាននំចំនួនប៉ុន្មានគឺតាំងដោយ x ជាចំនួននំដែលយើងដឹងអញ្ចឹងយើងទាញរក x ស្មើនឹង5គុណនឹង3ចែកនឹង1ស្មើនឹងចំនួន15នំហើយអា15នំនេះគឺជានំដែលដកចេញម្ដងមួយពីថង់ដែលដាក់នំចំនួន4ហ្នឹងហើយបានន័យថា15នំហ្នឹងគឺយកចេញពី15ថង់ហ្នឹងហើយបើគេរៀបនំម្ដង3ឃើញថានំនោះគឺលើស5ថង់អញ្ចឹងគេបាន15ថង់នោះបូកនឹង5ថង់គឺស្មើនឹង20ថង់ដែលជាថង់សរុបហើយចំណុចបន្ទាប់គឺយើងរកនំសរុបគឺយើងធ្វើការវិចារម្ដងទៀតđểដឹងថាថង់1ដាក់នំចំនួន3ចុះបើថង់20ដាក់នំបានចំនួនប៉ុន្មានគឺតាំងដោយ x' គឺជាចំនួននំសរុបអញ្ចឹងទីបាន x' ស្មើនឹង20គុណនឹង3ចែកនឹង1គឺស្មើនឹង60នំអញ្ចឹងឥឡូវយើងចូលមកដំណោះស្រាយរបស់យើងមុនដំបូងគឺយើងត្រូវរកចំនួននំដែលលើ5ថង់នោះដោយធ្វើការវាចាដែលដឹងថាថង់1មាន3នំចុះបើមានថង់ចំនួន5នោះមាននំចំនួន x នំគឺជានំដែលយើងអត់ស្គាល់តាមសមាមាត្រគេបាន1លើ5ស្មើនឹង3លើ x អញ្ចឹងយើងទាញរក x មកស្មើនឹង3គុណនឹង5ចែកនឹង1គឺស្មើនឹង15នំខណៈតែយើងឃើញចំនួននំហើយគឺចំនួននំ15នំនឹងហើយយើងរកចំនួនថង់សរុបសម្រាប់ដាក់នំនឹងហើយគេបាន15នំនោះគឺស្មើនឹង15ថង់មិនគេហ៊ានទាញថា15នំស្មើនឹង15ថង់ពីព្រោះដោយសារតែនំនោះដកចេញម្ដងមួយពីថង់ដែលដាក់នំចំនួន4អញ្ចឹងប៉ុន្តែថង់នីមួយដែលមាន3នំនោះគេឃើញលើស5ថង់ពាក្យថាលើសគឺយើងត្រូវយកវាទៅបូកបញ្ចូលគ្នាអញ្ចឹងទាញបានចំនួនថង់សរុបគឺស្មើនឹង15ថង់នោះទៅបូកជាមួយនឹង5ថង់គឺស្មើនឹង20ថង់គឺជាថង់សរុបកាលណាដែលយើងឃើញថង់សរុបហើយគឺពេលនោះយើងអាចរកចំនួននំសរុបទាំងអស់បានតាមរយៈការវាចាម្ដងទៀតដោយដឹងថាថង់1មាន3នំចុះបើមានថង់ចំនួន20នោះមាននំចំនួន x' នំ x' គឺជានំដែលយើងតាំងឲ្យនំសរុបតាមសមាមាត្រយើងបាន1លើ20ស្មើនឹង3លើ x' នំឲ្យ x' ស្មើនឹង20គុណនឹង3ចែកនឹង1ស្មើនឹង60នំដូចនេះនំសរុបទាំងអស់គឺមានចំនួន60នំអញ្ចឹងការដោះស្រាយលំហាត់របស់អ្នកខ្ញុំនៅក្នុងថ្ងៃនេះគឺត្រូវបានបញ្ចប់អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូរបស់អ្នកខ្ញុំតាំងពីដើមរហូតដល់ចប់បើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់អ្នកខ្ញុំសូមធ្វើការជួយ like ជួយ share ហើយបើមានចម្ងល់ត្រង់ចំណុចណាអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូរបស់អ្នកខ្ញុំបានចា៎ពេលនេះផងដែរអ្នកខ្ញុំសូមអរគុណនិងសូមជម្រាបលា